សួស្តីបងប្អូនថ្ងៃនេះមកដូរធុងទឹកអាយុវា25ឆ្នាំធុងទឹកនេះវាលិចបងប្អូនឃើញលិចមកខាងក្រោមវាលិចតាមក្នុងខាងក្នុងដល់ពេលអញ្ចឹងតើអាចធ្វើអីបានទេបើលិចតាមទយោយើងអាចជួសជុលបានលិចធុងហ្នឹងអាចជួសជុលទេទៅដូរថ្មីនេះទយោយើងមកធ្វើដបងបិទទយោហ្គាសសិនបិទនេះឲ្យផ្ដាច់ទយោវានឹងចេញព្រោះនឹងទយោស្ពាន់ណាវាអត់ flexible យើងផ្ដាច់ចេញទាំងអស់ទយោហ្គាសនឹងដោះចេញម្ដងមួយបើសិនជាអត់ flexible ហ្នឹងយើងដោះចេញតែមួយខាងអញ្ចឹងក៏បានដែរព្រោះនេះវាអត់ផងអញ្ចឹងយើងត្រូវដោះចេញទាំងអស់ផ្ដាច់វាចេញហើយផ្ដាច់ពីដុំក្នុងធុងទឹកក្តៅនឹងចេញមួយទៀតដើម្បីយកទៅដាក់ថ្មីវិញយើងប្រើទយោចាស់ដែរហើយនេះដកទយោនឹងបានហើយនៅផ្ដាច់អាមួយជាប់នឹងធុងទឹកក្តៅបើចាំបហូរទឹកអស់ផ្ដាច់វាពិបាកផ្ដាច់វាអញ្ចឹងផ្ដាច់វាហើយដោះទយោនឹងចេញហើយនៅដោះនិយាយទៅឲ្យទៅរបស់ចាស់វាហ្នឹងយើងប្រើវិញទាំងអស់ហ្នឹងបានយើងប្រើទៅព្រោះអាចទិញថ្មីវាខាតលុយទៀតអញ្ចឹងទៅខ្ញុំដោះហ្នឹងហើយខ្ញុំដោះប្រហើយវាប្រហើយផនអាហ្នឹងវាមាន pressure ខ្លាំងវាហូរទឹកចេញណាដោះប្រហើយឲ្យដោះអាកំពុងផ្សែងវាកំពុងផ្សែងហ្នឹងវា flexible យើងដោះអាហ្នឹងហើយរុញវាទៅលើទៅវាផុតដៃយើងទៅហើយធុងសម្ពាធទឹកហ្នឹងយើងរកអីកលតិចទៅព្រោះវារៀងធ្ងន់ហ្នឹងយកអីកលទៅពេលវាដាក់នឹងធុងអត់ដឹងធ្ងន់ទេព្រោះវាមានជទល់ពីធុងមកអញ្ចឹងខ្ញុំត្រូវកលអាហ្នឹងកាត់វាមួយកណាត់ហើយកលបិទទឹកសិនហើយខ្ញុំបហូរទឹកនេះចេញខ្លះហើយត្រូវកាត់វាមួយកណាត់ហ្នឹងហើយអាធុងចាស់ធុងថ្មីណាធុងថ្មីរៀងខ្ពស់ជាងធុងចាស់ហើយអាកម្ពស់ប្រហែលគ្នាអានេះប្រហែលជា56អ៊ីងទេដល់ពេលថ្មី58អញ្ចឹងខុសគ្នា2អ៊ីងចឹងយើងកាត់ប៉ុណ្ណឹងអត់អីទេដើម្បីប្រើអាក្បាលគៀបហ្នឹងរុញដាក់មួយធុងថ្មីហើយនឹងអាធុងថ្មីក៏មានទយោវាចេញឡើងលើកម្ពស់ប្រហែល1អ៊ីងទៀតហើយយើងដាក់អាទយោក្បាលគៀបនឹងចូលនៅក្នុងនឹងទៅវាស្រួលនេះលើកចុះបងប្អូនហ្នឹងព្រោះយើងមានវិធីសាស្ត្រលើកតែម្នាក់ឯងអានេះខ្ញុំចាប់ផ្ដើមកាត់ថ្មីហើយគេហៅអាន់បុកវាចេញមកយើងយកតែធុងទេរបស់របរដែលវាដូចទយោអីហ្នឹងអត់យកទេចឹងអានេះខ្ញុំលើកវាដាក់ឡើងវាមានខ្សែចងលើកណាវាដបងវាធុងអត់មានទឹកស្រាលទេអានេះខ្ញុំចាប់ផ្ដើមដាក់អាទយោគៀបហ្នឹងហើយរឹតថ្មីរឹតនៅក្នុងអាធុងទឹកនៅជាប់ទៅមិនលើកអាពងទេសកត់ពីលើវាដើម្បីឲ្យវាចូលឲ្យគៀបប្រដាប់គៀបនេះខ្ញុំយកគៀបវាហ្នឹងគឺ menu ស្រួលដែរបងប្អូនគ្រាន់តែវារៀងវាអត់ស្រួលធ្វើដោយអាម៉ាស៊ីនណាបើម៉ាស៊ីនថ្លៃរាប់ពាន់2000បើយើងទិញនេះតាម100ជាងយើងអាចប្រើបានដូចគ្នាគ្រាន់តែវាស៊ីពេលយូរជាងម៉ាស៊ីនគៀបមួយផ្លែតទេហើយបើបងប្អូនចង់បាន tool ដូចអញ្ចឹងចាំខ្ញុំដាក់ link នៅខាងក្រោមមកឲ្យមើលអាហ្នឹងប្រើទៅស្រួលខ្ញុំទិញទៅប្រើអានេះហើយហ្នឹងខ្ញុំបើកអាហ្នឹងចេញដើម្បីឲ្យចេញខ្យល់ព្រោះខ្ញុំបើកទឹកចូលក្នុងធុងឥឡូវខ្ញុំចាប់តាមបិទទយោហ្គាសហ្នឹងសិនទឹកចូលក្នុងធុងហ្នឹងហើយប៉ុន្តែខ្ញុំបិទទយោហ្គាសតតាមកន្លែងវាត្រូវធ្វើអានេះកម្រិតខ្លាំងវាយកបាក់នោះយកដៃទប់ហ្នឹងផងខាងដុំ control gas valve ហ្នឹងទយោនេះយើងដាក់វិញតាមចាស់វាហ្នឹងទៅព្រោះទយោស្ពាន់ហ្នឹងយើងពុតបានទេបើ flexible ស្រួលជាងហ្នឹងទៀតអានេះគេដាក់ទយោស្ពាន់ព្រោះអ្នកធ្វើមុនគេចង់សេវលុយគេធ្វើចឹងពេលយើងតឲ្យហើយអស់ហ្នឹងយើងឆែកមើលខ្លាចវាមានលិចមានអីហើយយកទឹកមកថេះវាមើលទៅទឹកសាប៊ូហ្នឹងដាក់កន្សែងតិចថេះអាមុខតំណដែលយើងតថ្មីហ្នឹងវាលិចវាមានហ្គាសចេញមកតិចនេះអត់លិចទេអីទេព្រោះអាហ្គាសហ្នឹងអានេះខ្ញុំចាប់ផ្ដើមតកំពុងប្រហុយវាហ្នឹងនៅខាងលើហ្នឹងវាមានខ្ចៅ2មួលវាមួលអាហ្នឹងហើយយើងទាញទយោវាខាងលើហ្នឹងគឺវា flexible វាងាកចុះងាកឡើងបានទេ
ដាក់កំពុងផ្សាយនឹងហើយដល់ពេលអញ្ចឹងទៅគឺការងារខ្ញុំចប់ហើយបងប្អូនអរគុណច្រើនជម្រាបលាមកពេលដុតហ្គាសដុតអីហ្នឹងគឺខ្ញុំបានបង្ហាញពីវីដេអូមុនហើយបងប្អូនអាចមើលវីដេអូមុនបានអរគុណច្រើនបាយបាយ